យើងដាក់ពងខ្ញីយើងឲ្យក្រៀមបន្តិចដាក់ចោលទៅចូលមកខាងខាងភីងអូលីងពងខ្ទឹមដាក់ខ្ទឹមចូលឆាមួយខ្ញីជួយឲ្យដាក់សៀងយើងចូលហើយក្នុងទឹកនេះមានម្សៅស៊ុបទឹកស៊ីអ៊ីវហើយនឹងស្ករយើងចាក់វាចូលទៅហើយយើងកូរវាឲ្យវាប៉ែកចូលជាតិបន្តិចទៅចាំយើងដាក់ត្រីចូលតាំងពិតយើងពេលឆានឹងឆ្អិនយើងយកទៅចាក់ពីលើស្រួតពីលើត្រីហ្មងក៏បានដែរព្រោះត្រីយើងជៀនឆ្អិនហើយក៏ប៉ុន្តែបើយើងចង់ឲ្យគាត់ទៅចូលជាតិយើងដាក់ត្រីយើងចូលទៅក្នុងខ្ទះហ្នឹងទៅហើយមកងាស់វាបន្តិចទៅអាហ្នឹងវាចូលជាតិក្នុងសាច់ត្រីនេះត្រីយើងជៀនឆ្អិនចឹងណាយើងដាក់វាចូលទៅតែយើងដាក់មកវាប៉ែកអញ្ចឹងតិចទៅឲ្យជាតិហ្នឹងចូលទៅក្នុងត្រីយើងពួកអីឲ្យកូនយើងចូលចិត្តញ៉ាំបាយជាមួយនឹងត្រីហ្នឹងវាបានចូលជាតិវាអត់ស្ងួតពេកហើយយើងឆ្អិនណាយើងរោយស្លឹកខ្ទឹមយើងចូលស្លឹកខ្ទឹមកកហើយយើងដួសដាក់ចាន